นี่คือชีวิตអ្នកនៅចំការពុកម៉ែបងប្អូនគឺអត់មានអីទេប្រហែលលំឡើងបើកភ្នែកមកឃើញតែសត្វចិញ្ចឹមអឺដែលយើងចិញ្ចឹមផ្ទាល់ដៃខ្លួនឯងអញ្ចឹងហើយព្រលឹមឡើងហ្នឹងគឺខ្ញុំតែងតែព្យាយាមសម្អាតទ្រុងដាក់ចំណីឲ្យពួកវាជាប្រចាំថ្ងៃអញ្ចឹងហើយបានសត្វចិញ្ចឹមរបស់ខ្ញុំវាមិនឈឺវាមិនស្កកមានមិនអីអញ្ចឹងហើយនេះគឺហ្វូមកងានមានកងានមានទាំងមាន់វាជីវិតពេលខ្លះរស់នៅជាមួយធម្មជាតិគឺវាសោះស្រាយបែបនេះឯងផ្ដល់ជាចំណីដាក់ទឹកការរៀបចំទ្រុងគឺសំខាន់មែនទែនក្នុងការរៀបចំទ្រុងបើសិនជាយើងអត់បានរៀបចំទ្រុងឲ្យបានត្រឹមត្រូវទេនោះការចិញ្ចឹមសត្វរបស់យើងនឹងអាចនឹងប្រឈមនឹងបញ្ហាផ្សេងជាច្រើនដែលចូលមកក្នុងការចិញ្ចឹមសត្វរបស់យើងមកពុកម៉ែបងប្អូនអញ្ចឹងការរៀបចំទ្រុងគឺយើងត្រូវធ្វើម៉េចឲ្យទ្រុងហ្នឹងវាសមស្របជាមួយនឹងសត្វចិញ្ចឹមរបស់យើងហើយមួយវិញទៀតគឺរបងដែលយើងត្រូវបង្ខាំងសត្វហ្នឹងក៏សំខាន់ដែរសំខាន់ខ្លាំងមែនទែនរបងបង្ខាំងសត្វហ្នឹងយើងធ្វើម៉េចកុំឲ្យសត្វឆ្កែសំពោចឬមួយសត្វផ្សេងដែលវាអាចនឹងចាប់សត្វចិញ្ចឹមរបស់យើងធ្វើជាអាហារបានអញ្ចឹងគឺយើងការពារវាឲ្យមែនទែនកុំឲ្យវាចូលមកខំសត្វចិញ្ចឹមរបស់យើងអញ្ចឹងហើយអឺយើងត្រូវរៀបចំអាហ្នឹងឲ្យបានល្អមួយទៀតក្នុងទីធ្លាសត្វចិញ្ចឹមរបស់យើងគឺត្រូវតែមានដើមឈើវាអត់អាចចិញ្ចឹមវាល50ថ្ងៃឲ្យវា50ថ្ងៃបានទេគឺយើងត្រូវចិញ្ចឹមគឺយើងត្រូវដាំដើមឈើនិងផលិតជាចំណីដាំដូចជាស្មៅដូចជាដើមឈើណាដែលមានប្រយោជន៍ដែលផ្ដល់ជាអាហារទៅដល់មាន់របស់យើងអញ្ចឹងមាន់ទេរបស់យើងដូចជាបើកន្លែងខ្ញុំរៀបចំដូចជាស្មៅហើយនិងដើមចេកហើយមួយទៀតគឺខ្ញុំនឹងដាក់ជាដើមម្ខុបដាក់ជាដើមម្ខុបហ្នឹងយ៉ាងម៉េចដាក់ជាដើមម្ខុបហ្នឹងគឺជាទី1គឺជាម្លប់ហើយក៏វាដើមម្ខុបក៏អាចផ្ដល់ជាអាហារដល់សត្វចិញ្ចឹមរបស់យើងដែរនៅពេលផ្លែម្ខុបទុំគឺវានឹងជ្រុះមកហើយសត្វចិញ្ចឹមរបស់យើងនឹងចឹកស៊ីហើយផ្លែម្ខុបគឺវាផ្ដល់ជាថាមពលខ្លាំងមែនទែនសម្រាប់សត្វស្លាបរបស់យើងហ្នឹងហើយចំពោះទឹកគឺខ្ញុំបដូរជាប្រចាំថ្ងៃមិនឲ្យវាផឹកទឹកដដែលទេគឺផ្លាស់ប្ដូរវារហូតដោយសារបើមិនអញ្ចឹងទេវាអាចនឹងឈឺទឹកវាអាចនឹងផ្អូមរយៈពេល24ម៉ោងយើងអត់បដូរទេផ្អូមសត្វចិញ្ចឹមរបស់យើងផឹកទៅវាអាចនឹងហើមពុះហើមអីចឹងទៅខូចពោះវៀនតាំងវានៅក្នុងទីធ្លាចិញ្ចឹមហ្នឹងខ្ញុំនឹងរៀបចំធ្វើជារណ្ដៅសត្វល្អិតបន្ថែមទៀតព្រោះអីសត្វល្អិតក៏ជាប្រភពថាមពលមួយដែរតែជួយជំរុញឲ្យមាន់កងានទារបស់យើងហ្នឹងវាមានកម្លាំងអញ្ចឹងយើងធ្វើជារណ្ដៅសត្វល្អិតដែលក្នុងចំណោមសត្វចិញ្ចឹមរបស់យើងមានចំនួនវារៀងច្រើនដែរអញ្ចឹងយើងត្រូវធ្វើម៉េចឲ្យរណ្ដៅសត្វល្អិតហ្នឹងវាសមាមាត្រជាមួយនឹងសត្វចិញ្ចឹមរបស់យើងដែលនៅក្នុងទ្រុងហ្នឹងហើយសត្វចិញ្ចឹមទាំងអស់ហ្នឹងគឺយើងមិនអាចប្រឡែងវាឲ្យដើរពេលការបានទៀតទេពួកអីសត្វចិញ្ចឹមយើងមានច្រើនដែរហើយឥឡូវអញ្ចឹងយើងនឹងហុំព័ទ្ធវាទាំងអស់បន្ទាប់ពីហុំព័ទ្ធហើយនៅក្នុងហ្នឹងគឺត្រូវមានទាំងអស់មានដូចជាស្មៅមានដូចជាសត្វល្អិតមានដូចជាទឹកមានដូចជាម្លប់សម្រាប់ឲ្យវាជ្រកហើយខាងនេះវិញគឺជាសម្បុកមាន់វាចាប់ដើមពងអានេះក្រាបកំពុងតែក្រាបហើយពុកម៉ែបងប្អូនពងវាធំល្អមែនតើមេមួយក្របនេះមេពិសេសរបស់ខ្ញុំហើយពងវាធំចាំមើលតកូនវាកើតមកជូតស្អាតមែនតើហើយមេនេះក៏ស្អាតដែរមេនេះសម្បុរពណ៌ឆេះដាងមេឆេះដាងហើយស្អាតមេនេះស្អាតខ្លាំងមែនតើមុខវានឹងស្ដួចហើយមុខកាចហើយពងរបស់វាក៏ល្អដែរពងវាធំហើយសបកវាក្រាស់មែនតើដោយសារខ្ញុំចិញ្ចឹមនៅនេះខ្ញុំចិញ្ចឹមផ្ដល់ជាចំណីអាហារឲ្យវាគ្រប់គ្រាន់អញ្ចឹងហើយយើងចិញ្ចឹមប្រឡែងយើងមិនមែនក្រុងវាទុកនៅក្នុងទ្រុងឲ្យតែចំណីទេវាដើរចឹកស៊ីកាយតាមលក្ខណៈបែបធម្មជាតិរបស់វាអញ្ចឹងទៅអញ្ចឹងហើយបានពងនឹង
កូនរបស់វាកើតមកវាមិនចាញ់អាកាសធាតុហើយវាមិនសូវជាទុនខ្សោយឈឺអញ្ចឹងណាអញ្ចឹងយើងត្រូវមើលទាំងអស់មើលទាំងការរស់នៅរបស់សត្វតើវាចង់បានអីវាចូលចិត្តអីហើយចំពោះមេសនេះគឺកូនវាចាប់ដើមញាស់ហើយកូនរបស់វានេះគឺបាជាប់ឈាមជាមួយនឹងអាសទឿរបស់ខ្ញុំហ្នឹងណាហើយនេះស្អាតមកគ្រាប់នេះញាស់បានមកគ្រាប់អានេះអាបងគេស្អាតមែនទែន